សេចក្តីប្រកាសព័ត៌មានស្តីពីករណីផ្ដាសាយបាក់សីពីករណីបន្ថែមក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាតាមការចុះអង្កេតស្រាវជ្រាវសកម្មដើម្បីស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់នៅភូមិលបើកឃុំដូនកែវស្រុកពួកខេត្តសៀមរាបជាភូមិកើតហេតុនៃស្ត្រីអាយុ41ឆ្នាំមានវិជ្ជមានជំងឺផ្ដាសាយបាក់សីដែលបានចេញផ្សាយព័ត៌មានកាលពីថ្ងៃទី23ខែមិថុនាឆ្នាំ2025បានរកឃើញមានអ្នកជំងឺផ្ដាសាយបាក់សីចំនួន2ករណីបន្ថែមទៀតកើតលើស្ត្រីអាយុ46ឆ្នាំនិងក្មេងប្រុសអាយុ16ឆ្នាំដែលត្រូវជាម្ដាយនិងកូននិងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបាក់សីប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនេះជាករណីទី9និងទី10សម្រាប់ឆ្នាំ2025ករណីទាំងពីរនេះមានទីលំនៅចម្ងាយប្រមាណ20ម៉ែត្រពីផ្ទះអ្នកជំងឺអាយុ41ឆ្នាំបច្ចុប្បន្នស្ថានភាពសុខភាពករណីអ្នកជំងឺទាំងពីរស្ថិតក្នុងស្ថិរភាពនិងកំពុងត្រូវបានព្យាបាលដោយឱសថតាមីផ្លូជាមួយការតាមដានបន្តដោយយកចិត្តទុកដាក់តាមការសាកសួរបង្ហាញថានៅផ្ទះអ្នកជំងឺផ្ទះអ្នកជិតខាងនិងនៅក្នុងភូមិមានមាន់ទាឈឺនិងងាប់អ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់រួចយកមកធ្វើម្ហូបទទួលទានក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបាននឹងកំពុងសហការជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនៃជំងឺផ្ដាសាយបាក់សីនិងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រនិងពិធីសាស្ត្របច្ចេកទេសស្វែងរកប្រភពចម្លងទាំងលើសត្វនិងមនុស្សនិងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ព្រមទាំងចែកជូនឱសថតាមីហ្វ្លូដល់អ្នកប៉ះពាល់ជិតស្និទ្ធនិងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើក្រសួងសុខាភិបាលសូមក្រើនរំលឹកសារជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបាក់សីជានិច្ចពីព្រោះជំងឺផ្ដាសាយបាក់សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើងហើយក៏សូមជម្រាបដល់បងប្អូនប្រសិនបើមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមនិងមានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយមាន់ទាឈឺនិងងាប់ក្នុងកំឡុង14ថ្ងៃមុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញាសូមកុំទៅជួបជុំឬទីប្រជុំជនដែលមានមនុស្សច្រើននិងត្រូវស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុរបៀបចម្លងជំងឺផ្ដាសាយបាក់សី H5N1 គឺជាជំងឺផ្ដាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបាក់សីឈឺទៅបាក់សីផ្សេងទៀតប៉ុន្តែជួនកាលវាអាចចម្លងពីបាក់សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបាក់សីដែលឈឺឬងាប់ជំងឺផ្ដាសាយបាក់សីលើមនុស្សជាជំងឺធ្ងន់ធ្ងរដែលតម្រូវឲ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលាទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្សប៉ុន្តែបើវាអាចបំផ្លាញខ្លួនអាចចម្លងដូចនឹងជំងឺផ្ដាសាយតាមរដូវកាលផងដែររបៀបបង្ការកុំប៉ះពាល់ឬទទួលទានមាន់ទាឈឺឬងាប់និងពាក់ស្រោមដៃនិងម៉ាស់ឬក្រមាចងបិទច្រមុះមុនពេលចាប់កាន់មាន់ទាធ្វើម្ហូបអាហាររួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោមត្រូវប្រកាន់ខ្ជាប់នៅការអនុវត្តអនាម័យលាងសម្អាតដៃឲ្យបានញឹកញាប់មុនចាប់កាន់ចំណីអាហារជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វបោចសម្អាតរោមសត្វប៉ាក់សូបាក់សីឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគត្រូវចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អមុនបរិភោគជាពិសេសសាច់សត្វបាក់សីនិងស៊ុតកុំទទួលទានពងមាន់ឬពងទាជាប់ភ្នៅនិងទុកដាក់អាហារឆៅនិងឆ្អិនឲ្យនៅដាច់ដោយឡែកពីគ្នាសម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិហើយមានអាការៈក្តៅខ្លួនក្អកហូរសម្បោរឬពិបាកដកដង្ហើមសូមប្រញាប់ស្វែងរកការពិគ្រោះយោបល់និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតជាបន្ទាន់ជៀសវាងការពន្យាពេលធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុអាស្រ័យហេតុនេះសូមសាធារណជនមេត្តាជ្រាបនិងថែរក្សាសុខភាពតាមរបៀបបង្ការខាងលើក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមបណ្ដាញសង្គមផ្លូវការរបស់ក្រសួងសុខាភិបាលក៏ដូចជាទំព័រ Facebook ផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនិងគេហទំព័រ www.cdcmoh.go.kh សម្រាប់ព័ត៌មានបន្ថែមសូមតាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលលេខ115ដោយឥតគិតថ្លៃថ្ងៃអាទិត្យ4កើតខែអាសាឍឆ្នាំអាសាញ់
សពស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី29ខែមិថុនាឆ្នាំ2025